ប្រវត្តិថ្ងៃបុណ្យសិទ្ធិនារី8មីនាមានដូចតទៅបុណ្យសិទ្ធិនារី8មីនា International Women's Day អន្តរជាតិដែលអបអសាទរសិទ្ធិស្ត្រីនិងការតស៊ូដើម្បីភាពស្មើភាពយេនឌ័រវាត្រូវបានអបអសាទររៀងរាល់ថ្ងៃទី8ខែមីនានៅទូទាំងពិភពលោកវាត្រូវបានអបអសាទររៀងរាល់ថ្ងៃទី8ខែមីនាជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោកប្រវត្តិនិងសារៈសំខាន់ដើមកំណើតបុណ្យនេះមានដើមកំណើតចាប់ពីចលនានារីកម្មករនៅសតវត្សទី20ដែលបានតស៊ូដើម្បីសិទ្ធិសមធម៌ក្នុងការងារប្រាក់ខែសមស្ថាននិងលក្ខខណ្ឌការងារដែលប្រសើរជាងមុនការអនុម័តជាផ្លូវការនៅឆ្នាំ1977អង្គការសហប្រជាជាតិ UN បានអនុម័តថ្ងៃនេះជាថ្ងៃអន្តរជាតិផ្លូវការដើម្បីលើកកម្ពស់សិទ្ធិនារីនិងភាពស្មើភាពយេនឌ័រគោលបំណងនៃបុណ្យនេះ1. ការប្រយុទ្ធប្រឆាំងអំពើអភ័យឯកសិទ្ធិនិងអំពើអយុត្តិធម៌ចំពោះស្ត្រី 2. ការលើកកម្ពស់សិទ្ធិស្ត្រីនិងសម្ភារយេនឌ័រ 3. ការបង្ហាញសក្តានុពលរបស់ស្ត្រីក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ចវិទ្យាសាស្ត្រនយោបាយនិងសង្គម 4. ការជំរុញឲ្យសង្គមទាំងមូលសហការដើម្បីបង្កើតពិភពលោកស្មើភាពការអបអរសាទរនៅលើពិភពលោកនៅប្រទេសខ្លះមានការដាក់ឲ្យ8មីនាជាថ្ងៃឈប់សម្រាកផ្លូវការដើម្បីអបអរសាទរមានព្រឹត្តិការណ៍ទាក់ទងនឹងការអប់រំសិក្ខាសាលានិងបាតុកម្មដើម្បីលើកទឹកចិត្តសិទ្ធិស្ត្រីស្ថាប័ននានាបានប្រារព្ធកម្មវិធីផ្សេងដើម្បីលើកស្ទួយស្ត្រីនិងបញ្ហាសង្គមដែលពាក់ព័ន្ធបុណ្យនេះនៅកម្ពុជាក៏មានការអបអរសាទរដូចគ្នាស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិលអនុវត្តកម្មវិធីផ្សេងៗដើម្បីជំរុញសិទ្ធិស្ត្រីនិងការចូលរួមរបស់ស្ត្រីក្នុងវិស័យសង្គមសេដ្ឋកិច្ចនិងនយោបាយបុណ្យនេះមិនមែនមានតែការអបអរសាទរប៉ុណ្ណោះទេប៉ុន្តែជាចំណុចសំខាន់ក្នុងការចងចាំប្រវត្តិសាស្ត្រនិងការបន្តតស៊ូដើម្បីភាពស្មើភាពក្នុងសង្គមពីខ្មែរ Star News សូមអរគុណ